នេះគឺជានាវាផ្ទុកយន្តហោះចម្បាំង HMS Queen Elizabeth ដែលជានាវានាំមុខគេនៃត្រកូល Elizabeth និងជានាវាដ៏ធំដែលមានអានុភាពបំផុតដែលមិនធ្លាប់មាននៅក្នុងកងទ័ពជើងទឹកចក្រភពអង់គ្លេសសរុបមកនាវានេះអាចផ្ទុកយន្តហោះបានរហូតដល់ទៅ72គ្រឿងជាមួយនឹងការបន្ថែមថ្មីនៅយន្តហោះប្រភេទ F-35B នាវាមួយនេះអាចផ្ទុកយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រទំនើបៗមួយចំនួននៅលើពិភពលោកដូចជាយន្តហោះ AW101 សម្រាប់សង្គ្រាមប្រឆាំងនាវាមួយទឹកយន្តហោះ F-35B Lightning II ដែលជាយន្តហោះមានអានុភាពបំផុតនិងជម្រើសផ្សេងៗទៀតដែលអាចដឹកជញ្ជូននៅលើនាវារបស់កងទ័ពជើងទឹកអង់គ្លេសបានគឺឧទ្ធម្ភាគចក្រ Wildcat AH-1 ឧទ្ធម្ភាគចក្រ ARF Chinook សម្រាប់ដឹកជញ្ជូននិងឧទ្ធម្ភាគចក្រវាយប្រហារ Apache នាវាផ្ទុកយន្តហោះត្រកូល Elizabeth ត្រូវបានចាត់ទុកថាជានាវាផ្ទុកយន្តហោះទំនើបព្រោះមានទំហំធំមានប្រព័ន្ធនិងរ៉ាដាដ៏ល្អឥតខ្ចោះយន្តហោះចម្បាំងទំនើបនិងឧទ្ធម្ភាគចក្រធ្វើឲ្យនាវាផ្ទុកយន្តហោះ Elizabeth មានឥទ្ធិពលបំផុតនៅខាងក្រៅសហរដ្ឋអាមេរិកក្រុមវាយប្រហារនាវាផ្ទុកយន្តហោះរបស់ចក្រភពអង់គ្លេសមួយនេះវាអាចជាសុបិនអាក្រក់បំផុតនៅលើសមុទ្រសម្រាប់កងនាវាសត្រូវណាមួយ